1. តែមីជាដកនៃខមៈបារមីដំណើររឿងនៃការលះបង់របស់ព្រះតេមិព្រះតេមិជាព្រះរាជបុត្រដែលព្រះកាសិករាជទន្ទឹងចង់បានជាយូរមកហើយថ្ងៃមួយព្រះតេមិបានឮព្រះបិតាកាត់ទោសប្រហារជីវិតមនុស្សការកាត់ទោសនេះបានធ្វើឲ្យព្រះតេមិចងចាំអតីតជាតិដែលព្រះអង្គធ្លាប់ជាស្ដេចនិងបានកាត់ទោសដ៏ឃោរឃៅស្រដៀងគ្នានេះដោយធ្វើឲ្យព្រះអង្គធ្លាក់ក្នុងឋាននរកអស់រយៈពេល 20000 ឆ្នាំដោយចងចាំពីអតីតជាតិព្រះអង្គបានសច្ចាថានឹងមិនឡើងសោយរាជ្យឡើយដោយធ្វើពុតជាមនុស្សកថ្លង់ដើម្បីគេចចេញពីការស្នងរាជ្យបន្តពីបិតាប៉ុន្តែបិតាព្រះអង្គតាំងព្រះតីចង់ឃើញព្រះរាជបុត្រឡើងសោយរាជ្យដោយចិត្តអន្ទះសារចង់ឲ្យព្រះរាជបុត្រនិយាយឡើងវិញព្រះអង្គបានសាកល្បងបំផិតបំភ័យជាច្រើនប្រការដល់ព្រះរាជបុត្រព្រះបិតាបានរិះរកគ្រប់វិធីដើម្បីឲ្យព្រះរាជបុត្រនិយាយរួមមានទាំងការដាក់ពស់អសិរពិសក្បែរបុត្រាការឲ្យមនុស្សកាន់អាវុធមកគំរាមកាត់ព្រះសិរនិងការឲ្យដំរីចុះព្រេងរត់ដេញជាន់ឆ្លងកាត់រាល់ការបំផិតបំភ័យទាំងអស់ព្រះតេមិនៅតែរក្សាភាពស្ងប់ស្ងាត់ដោយជ្រើសប្រឈមសេចក្តីស្លាប់ជាជាងបោះបង់ចោលការតាំងព្រះតីទីបំផុតព្រះបិតាបានយល់ពីការតាំងព្រះតីរបស់ព្រះតេមិនិងបោះបង់រាជបល្ល័ង្កដើម្បីសាងផ្នួសនិងស្វែងរកត្រាស់ដឹង